ប្រៀបនឹងសាលីនជាស្នេហាដែលកើតឡើងក្នុងសាលាប៉ុន្តែពេលពួកគេចូលវ័យពេញវ័យបំណងចិត្តនិងសិទ្ធិគ្រប់យ៉ាងបានប៉ះប្រឆាំងនឹងសេចក្តីស្រឡាញ់ពួកគេមិនអាចជាប់គ្នាដូចស្នាដែលសុទ្ធតែសុបិនមួយទេការជួបជាលើកដំបូងប្រៀបជាក្មេងប្រុសធម្មតាមកពីគ្រួសារកខិតខំរៀនសូត្រខណៈពេលដែលគាត់ធ្វើការជាគ្រូបង្រៀនសៀវភៅល្ងាចដើម្បីរកចំណូលជួយឪពុកម្ដាយនៅសាលាបច្ចេកទេសនៃទីក្រុងខាត់សាលីនបារម្ភលើសំណុំបែបបតិចតួចហើយជួបជាមួយប្រៀបក្នុងបណ្ដោះអាសន្នខ្ញុំមិនយល់អីសោះទេប្រៀបសំបីចម្លើយនេះនាងនិយាយដោយភ្នែកស្រស់ស្អាតនិងសំឡេងស្ដីស្ដាងជាប់ក្ដីសង្ឃឹមប្រមាត់ចិត្តចាប់ពីពេលនោះទៅគាត់បង្ហាញនៅការជួយប្រចាំថែមទាំងរៀនជួយយប់ក្រោយម៉ោងរៀនផងជាពិសេសពួកគេដើរលេងជាមួយគ្នានៅផ្ទះសៀវភៅនិងចំណាយពេលនៅបណ្ដាលង្គតចាស់ការចាប់ផ្ដើមនៃស្នេហាប្រៀបបានស្នើសុំបេះដូងសាលីនក្នុងរដូវវស្សាមួយនៅពេលនាងកំពុងកាន់ឆ័ត្រតូចក្រោមភ្លៀងលិចលូស្ពានសាលីនបើសិនជាស្រឡាញ់គ្នាយើងនឹងជួយគ្នាឆ្លងកាត់ជីវិតដោយចិត្តស្មោះមែនទេនាងញឹមស្ទើរត្រូវភ្លៀងក្បាត់នោះជាពេលដែលស្នេហារបស់ពួកគេឈានចូលជីវិតពិតពួកគេចំណាយពេលរៀនជួយគ្នារួមគ្នាផ្លាស់ប្ដូរគំនិតចំពោះអនាគតប៉ុន្តែពិភពខាងក្រៅមិនអនុញ្ញាតឲ្យស្នេហាដែលសាមញ្ញបែបនេះរស់រានឡើយសំឡេងឪពុកសាលីនជាកូនស្រីរបស់ម្ចាស់ក្រុមហ៊ុនធំម្នាក់គាត់ទទួលបានអាហារូបករណ៍ទៅអាមេរិកប៉ុន្តែមុននឹងទៅឪពុកនាងបានអំពាវនាវថាកូនស្រីជីវិតស្រីមិនអាចជឿលើបុរសក្រីក្រពួកគេសង្ឃឹមប៉ុន្តែគ្មានអនាគតឪពុកកំពុងរៀបចំបុរសសម្រុំសម្រាប់អនាគតនិងជំនួសសាលីនស្ទើរត្រការចិត្តប៉ុន្តែចិត្តសប្បាយនិងស្រឡាញ់របស់ប្រៀបធ្វើឲ្យនាងច្របល់នាងបានជ្រើសចិត្តលះបង់សិទ្ធិគ្រប់យ៉ាងដើម្បីទៅក្រៅប្រទេសបើសិនជាប្រៀបអាចសន្យាថារងចាំនាងប្រៀបស្ងៀមហើយសតិនិយមបន្តិចបានរលាយបន្ទាប់ពី2ឆ្នាំការតស៊ូរបស់ប្រៀបក៏បានបន្តគាត់ធ្វើការជាបុរសបច្ចេកវិទ្យានៅហាងម៉ាស៊ីនតែអ្វីមិនអាចស្មើសាលីនដែលបានចប់ការសិក្សានៅអាមេរិកវិញបានឡើយពេលសាលីនត្រឡប់មកវិញជាមួយនឹងការចូលពិធីអាពាហ៍ពិពាហ៍ជាមួយបុរសមានធនធានម្នាក់ប្រៀបបានឈរមើលពិធីបែបបន្តិចចេញពីចំហៀងសួនតូចដោយភ្នែកក្រិនហើយស្មារតីតែស្ងៀមនៅពេលក្មេងកំពុងច្រៀងបទអាពាហ៍ប្រៀបយល់ថាជីវិតគាត់មិនអាចជាប់ជាមួយស្នេហានោះបានទេចុងក្រោយប្រៀបបន្តរស់នៅនឹងអតីតស្នេហ៍ជាអនុស្សាវរីយ៍គាត់ក្លាយជាគ្រូបង្រៀនបច្ចេកទេសនៅសាលាមួយខណៈពេលដែលសាលីនបានចាប់ផ្ដើមគ្រួសារថ្មីប៉ុន្តែមិនដែលមានសុភមង្គលពិតថ្ងៃមួយគាត់បានសរសេរលិខិតមួយសាលីនចិត្តខ្ញុំនៅស្រឡាញ់តែស្នេហាខ្ញុំមិនអាចរក្សាចាំបាច់ឲ្យវាជារឿងស្រណោះប៉ុន្តែខ្ញុំសប្បាយចិត្តដែលធ្លាប់ស្រឡាញ់នាងស្នេហាមិនត្រូវបានជ្រើសរើសតាមចិត្តតែម្ដងប៉ុន្តែត្រូវចាញ់ចំពោះស្ថានភាពជីវិតនិងសង្គមប៉ុន្តែស្នេហាស្មោះនឹងនៅក្នុងបេះដូងយូរជាងពេលវេលា